សួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញពីរបៀបនៅក្នុងការប្រើប្រាស់ Teller System ជាប្រភេទបន្ទប់ជួលឬក៏ Room Rental ជាដំបូងពេលដែលយើងចូលមកភ្លាមនេះជាផ្ទាំងដំបូងដែលយើងបង្ហាញពីតកតងជាមួយនឹងព័ត៌មានរបស់បន្ទប់ឬក៏របស់អតិថិជនរបស់យើងហើយជាបន្តទៅទៀតតកតងជាមួយនឹងការរៀបចំទៅលើបន្ទប់ជួលជា Room Rental របស់ខាងយើងគឺជាដំបូងតែម្ដងគឺយើងត្រូវទៅរៀបចំនៅកន្លែងនេះគឺយើងចូលមកកន្លែង setting នេះគឺអញ្ចឹងនៅកន្លែងនេះគឺតកតងជាមួយនឹងព័ត៌មានផ្សេងៗព័ត៌មានដែលមាននៅលើ receipt ឬក៏ព័ត៌មានរបស់បន្ទប់ជួលរបស់យើងដែលយើងចង់ឲ្យវាសូននៅលើ receipt មានដូចជាតកតងជាមួយនឹងចំណុចទាំងប្រមាណហ្នឹងគឺយើងបំពេញទៅតាមហ្នឹងមកហើយមានតកតងជាមួយនឹងការរៀបចំទៅលើជាន់ថ្នាក់ផ្សេងៗឧទាហរណ៍មាន4ជាន់អញ្ចឹង5ជាន់យើងដាក់ទៅតាមហ្នឹងមកនេះតកតងជាមួយនឹងទឹកភ្លើងគឺយើងមានចងតម្លៃទឹកភ្លើងយកប្រចាំខែអញ្ចឹងណាអញ្ចឹងយើងត្រូវចងកន្លែងហ្នឹងមកហើយតកតងជាមួយនេះតកតងមួយ sale order ហើយទៅមុខទៀតតកតងជាមួយនឹង facility មានន័យថាគ្រឿងអីវ៉ាន់ផ្សេងៗដែលមាននៅក្នុងបន្ទប់ជួលរបស់យើងដូចជាម៉ាស៊ីនត្រជាក់កង្ហារឬក៏ម៉ាស៊ីនបោកក្អារអីផ្សេងៗនេះគឺយើងអាចចូលនៅកន្លែងហ្នឹងបានហើយនេះតកតងមួយ service ផ្សេងៗដែលយើងយកដែលមាននៅកន្លែងបន្ទប់ជួលរបស់ខាងយើងដូចជាតកតងមួយការផ្ញើឡានផ្ញើម៉ូតូថ្លៃ service អ៊ីនធឺណិតផ្សេងៗគឺយើងមកចូលនៅកន្លែងហ្នឹងអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងកន្លែងការចងគឺយើងចងប៉ុណ្ណឹងកន្លែងហ្នឹងហើយបន្តមកទៀតគឺយើងចូលមកកន្លែងបន្ទប់អញ្ចឹងតកតងជាមួយនឹងបន្ទប់កន្លែងបន្ទប់នេះគឺតកតងមួយការចងឬក៏រៀបចំផ្សេងៗគឺយើងត្រូវរៀបចំបន្ទប់នឹងឲ្យហើយសិនតកតងមួយការរៀបចំបន្ទប់យើងចូលមកនេះឧទាហរណ៍ថាឥឡូវយើងមានតែនៅក្នុងនេះយើងមាន10បន្ទប់ហើយយើងចូលមកបន្ទប់នីមួយៗអញ្ចឹងមកយើងអាចចូលមក edit បានអញ្ចឹងនៅក្នុងហ្នឹងវាមានអីគេខ្លាំងអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់ព័ត៌មានទៅលើបន្ទប់នីមួយៗណាអញ្ចឹងនៅក្នុងហ្នឹងដូចជាមានតកតងជាមួយនឹងរូបភាពតកតងជាមួយនឹងជាន់ឈ្មោះបន្ទប់ជាប្រភេទអីគេជាប្រភេទយកប្រចាំខែជាថ្ងៃហើយនឹងតម្លៃបន្ទប់ហើយនៅក្នុងបន្ទប់ហ្នឹងមានអីគេខ្លះដូចជាក្រែម៉ាស៊ីនបោកអាវឬក៏ម៉ាស៊ីនត្រជាក់អីដែលយើងតាមការចងរបស់យើងយើងអាចចុច save បានហើយយើងចុច back ត្រឡប់មកវិញមកអញ្ចឹងយើងចងបានហើយអញ្ចឹងតកតងជាមួយនឹងបន្ទប់គឺយើងចងប៉ុណ្្នឹងមកអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងការចងមួយទៀតគឺយើងចងទៅលើអតិថិជនអញ្ចឹងបើសិនជាយើងដឹងទៅលើព័ត៌មានអតិថិជនគឺយើងត្រូវយកមកចងនៅកន្លែងនេះអញ្ចឹងតកតងជាមួយនឹងព័ត៌មានអតិថិជនមានអីគេខ្លះអញ្ចឹងនៅក្នុងហ្នឹងយើងអាចបង្កើតថ្មីតែម្ដងក៏បានឬក៏យើងចូលមកកន្លែងនេះក៏បានដែរអញ្ចឹងនៅក្នុងនេះវាមានព័ត៌មានផ្សេងៗយើងចូលមកកន្លែងនេះមកដើម្បីចូលមក edit ទាំងមើលព័ត៌មានផ្សេងៗនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងហ្នឹងមានដូចជាតកតងជាមួយនឹងឈ្មោះលេខអត្តសញ្ញាណប័ណ្ណលេខ passport លេខ visa ថ្ងៃផុតកំណត់ផ្សេងៗតកតងជាមួយនឹងថ្ងៃផុតកំណត់ទៅលើតញ្ញប័ណ្ណ passport ឬក៏ visa ទៅអញ្ចឹងមានដូចជាថ្ងៃកំណើតឬក៏ភេទអីចឹងយើងដាក់ទៅតាមហ្នឹងអញ្ចឹងមកអញ្ចឹងនៅកន្លែងហ្នឹងហើយនៅខាងក្រោមនេះគឺជាព័ត៌មានផ្សេងទៀតតកតងជាមួយនឹងដូចជាកន្លែងនេះយើងអាច upload ជា file បានដូចជាកិច្ចសន្យាផ្សេងឬក៏ព័ត៌មានផ្សេងរបស់អតិថិជនមួយហ្នឹងគឺយើងអាច upload បានចំនួន3 file នៅក្នុងហ្នឹងហើយយើងអាចដាក់ជារូបភាពនៅនឹងរបស់គាត់បានដែរណាអញ្ចឹងយើងគ្រាន់តែបំពេញអីរួចរាល់មកយើងចុច save មកហើយយើងបែកត្រឡប់មកវិញគឺយើងបានទទួលបានតកតងជាមួយនឹងព័ត៌មានរបស់អតិថិជនរបស់យើងមកហើយអញ្ចឹងនៅក្នុងហ្នឹងមានអតិថិជនមួយអ្នកឬក៏ភ្ញៀវឬក៏អ្នកអាចហៅមួយទៀតបានថាអ្នកជួលណាអ្នកជួលហ្នឹងមានប្រមាណមានប៉ុន្មានអ្នកគឺវានឹងលីសមកកន្លែងហ្នឹងទាំងអស់បើសិនជាយើងបង្កើតថ្មីយើងបំពេញព័ត៌មានរបស់គាត់អញ្ចឹងបន្តទៅមុខទៀតតកតងជាមួយនឹង rental នេះមានន័យថាកន្លែងដែលយើងត្រូវ control ទៅលើបន្ទប់ជួលរបស់យើងទាំងអស់ហើយអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវបំពេញតកតងជាមួយនឹងយើងមើលកន្លែងនេះអញ្ចឹងកន្លែងនេះមានន័យថាបន្ទប់របស់យើងនៅតនេមានប្រមាណបន្ទប់អញ្ចឹងវាមានសូននៅកន្លែងហ្នឹងហើយនៅកន្លែងនេះតកតងជាមួយនឹងបន្ទប់ដែលកំពុងតែជួលអញ្ចឹងឥឡូវយើងមកធ្វើនៅកន្លែងបន្ទប់តនេនេះសិនអញ្ចឹងកន្លែងនេះទី1ហ្មងគឺយើងត្រូវរើសទៅលើអតិថិជនឬក៏ភ្ញៀវឬក៏អ្នកដែលជួលបន្ទប់របស់យើងអញ្ចឹងយើងអាចរើសមកមុនយើងបង្កើតឈ្មោះកន្លែងនេះយើងមានហើយបង្កើតនៅកន្លែង customer បើសិនជាអត់ទាន់មានទេយើងត្រូវការបង្កើតភ្លាមៗយើងគ្រាន់តែចុចកន្លែងនេះមកគឺយើងអាចបំពេញជា form នៅក្នុងនេះបានអាចបំពេញបានដូចគ្នាអញ្ចឹងណាតែគ្រាន់តែកន្លែងនេះពេលដែលយើងចុចទៅវាអត់ទាន់បំពេញព័ត៌មានទាំងស្រុងទេអញ្ចឹងកន្លែងនេះយើងអាច select ឈ្មោះមួយណាអញ្ចឹងមកឧទាហរណ៍ថាឈ្មោះនេះមួយចុះអញ្ចឹងឈ្មោះនេះមួយចុះយើងអាចបំពេញតែប៉ុណ្្នឹងមកហើយយើងមួយទៀតយើងតាក់ទងជាមួយនឹង deposit មានន័យថាគាត់ឲ្យលុយយើងមុនអញ្ចឹងបើសិនជាគាត់ឲ្យលុយកក់យើងមុនយើងអាចមើលនៅកន្លែងនេះបានអញ្ចឹងបើសិនជាគាត់ឲ្យលុយកក់យើងដាក់មក60អញ្ចឹងគាត់កក់ទាំងអស់ហើយកន្លែងនេះគាត់ចូលនៅថ្ងៃណាអញ្ចឹងគាត់ចូលនៅថ្ងៃណាយើងដាក់គ្រាន់តែយើងបំពេញមក check in នៅថ្ងៃប្រហែលខែប្រហែលអញ្ចឹងទៅតាមជាក់ស្ដែងណាឧទាហរណ៍ថាថ្ងៃ1ខែ11អញ្ចឹង2025អញ្ចឹងយើងដាក់ប៉ុណ្្នឹងមកយើងអាចចុច save ចេញមកដើម្បី print ជាវិក័យប័ត្រហ្នឹងឲ្យគាត់បានដើម្បីពេលគាត់ចូលមកហ្នឹងគាត់អាចយកវិក័យប័ត្រហ្នឹងមកបានអញ្ចឹងយើងក្លុកមកវិញមកអញ្ចឹងបន្ទាប់ពីយើងបំពេញឲ្យរួចរាល់អញ្ចឹងវានឹងរត់ចូលមកក្នុងនេះតកតងជាមួយនឹងកន្លែងនេះអញ្ចឹងតកតងមួយកន្លែងហ្នឹងយើងអាច control ឬក៏ចូលមកពេលគាត់មកជួអញ្
ចឹងពេលដែលគាត់មកស្នាក់នៅមុនហ្នឹងគាត់តែគាត់កក់ទេមានតែគាត់កក់ឥឡូវគឺឧទាហរណ៍ថាគាត់មកស្នាក់នៅហើយអញ្ចឹងគាត់មកស្នាក់នៅយើងត្រូវធ្វើបែបណាអញ្ចឹងបន្ទាប់ពីគាត់មកស្នាក់នៅនៃឈ្មោះមួយនេះឈ្មោះរបស់គាត់យើងចូលមកភ្លាមយើងគ្រាន់តែបំពេញសវីរបស់គាត់មកគាត់មានសវីអីគេខ្លះឧទាហរណ៍ថាគាត់មានផ្ញើម៉ូតូដែរអញ្ចឹងយើងគ្រាន់តែ tick មួយមកដើម្បីឲ្យវាបូកបន្ថែមហើយយើងមើលទៅលើលេខទឹកចាស់របស់គាត់អញ្ចឹងយើងមើលទៅលេខទឹកដែលមាននៅបន្ទប់ហ្នឹងស្រាប់ណាអញ្ចឹងបន្ទប់ហ្នឹងមានលេខទឹកចំនួនលេខទឹកប្រមាណឧទាហរណ៍ថា10អញ្ចឹងទៅហើយលេខភ្លើង20អញ្ចឹងទៅអញ្ចឹងយើងដាក់ទៅតាមហ្នឹងមកយើងគ្រាន់បំពេញមកហើយយើងចុច save មកអញ្ចឹងយើងចុច save អញ្ចឹងដើម្បីប្រមូលអញ្ចឹងព័ត៌មានផ្សេងគឺយើងបានធ្វើរួចរាល់ហើយគឺយើងធ្វើប៉ុណ្្នឹងទេយើងអាចចុចប៉ុណ្្នឹងមកហើយយើងមើលនៅកន្លែងនេះចំណុចសំខាន់មួយទៀតគឺនៅកន្លែងrental collection មានន័យថាកន្លែងនេះគឺកន្លែងដែលយើងត្រូវប្រមូលលុយឬក៏ចាញ់បងប្រចាំខែហ្នឹងគឺយើងត្រូវធ្វើនៅកន្លែងហ្នឹងអញ្ចឹងតទៅមួយការធ្វើគឺយើងត្រូវធ្វើដូចម្ដេចគឺយើងត្រូវចូលមកកន្លែងហ្នឹងមកនេះវានៅកន្លែងនេះអញ្ចឹងយើងចូលមកហើយនេះយើងមើលឈ្មោះណាដែលត្រូវយើងចាញ់បងឬក៏យើងប្រមូលលុយអញ្ចឹងតទៅមួយការចេញបងយើងត្រូវធ្វើបែបណាអញ្ចឹងតទៅមួយការចេញបងគឺងាយស្រួលខ្លាំងមែនទែនគឺយើងគ្រាន់តែចុចអានេះដើម្បីពលាមើលថាទឹកចាស់ទឹកចាស់របស់គាត់នៅសល់ប្រមាណអីចឹងទៅអញ្ចឹងទឹកចាស់របស់គាត់នៅសល់ចំនួនប្រមាណអញ្ចឹងបើសិនជាភ្ញៀវគាត់នេះគឺគាត់អ្នកចូលថ្មីមានគាត់អ្នកចូលនៅថ្មីអត់ទាន់បានប្រើប្រាស់ទឹកចាស់ទឹកឬក៏ភ្លើងអីទេយើងដាក់តែលេខទឹកចាស់ឬក៏លេខទឹកថ្មីរបស់គាត់មកបានហើយដើម្បីអីចេញបងយើងយកលុយពីគាត់អញ្ចឹងណាពេលដែលគាត់ចូលមកនៅអញ្ចឹងដើម្បីធ្វើមិនអញ្ចឹងយើងដាក់ថាបំពេញលេខទឹកចាស់របស់គាត់ប៉ុណ្ណេះ20នេះ20អញ្ចឹងមកហើយបន្តមកទៀតយើងអាចចេញជា invoice ឲ្យគាត់បានហើយអញ្ចឹងយើងចេញជា invoice មកអញ្ចឹងប៉ុណ្ណេះជាថ្លៃបន្ទប់ជួលនេះជាថ្លៃទឹកឬក៏ថ្លៃភ្លើងហ្នឹងបើមើលទៅទឹកចាស់ហើយនឹងខែចាស់ទឹកនៅក្នុងខែមុននិងខែថ្មីហ្នឹងគឺវាដូចគ្នាអញ្ចឹងវាអត់យកទេតែទៅមួយថ្លៃទឹកយើងយកតែថ្លៃបន្ទប់និងថ្លៃនេះទេដើម្បីឲ្យគាត់ចូលមកនៅអញ្ចឹងយើងអាចព្រៀនជាវិក័យប័ត្រនឹងបានហើយមួយទៀតពេលដែលយើងត្រូវគិតលុយអញ្ចឹងពេលដែលយើងត្រូវយកលុយពីគាត់តែម្ដងមុនហ្នឹងយើងគ្រាន់តែចុចវិក័យប័ត្រឲ្យគាត់ទេដើម្បីគិតលុយយើងចូលមកកន្លែងនេះមកយើងចុចពីប្រភេទហើយចុចចាប់ពាក្យថា page មកយើងមើលកន្លែងនេះមកអញ្ចឹងឧទាហរណ៍ថាឥឡូវហ្នឹងគាត់ឲ្យទាំងអស់អញ្ចឹងបើគាត់ឲ្យទាំងអស់យើងត្រូវធ្វើបែបណាអញ្ចឹងយើងគ្រាន់តែផ្ទៀងផ្ទាត់មើល deposit ត្រឹមត្រូវអត់តែទៅមួយថ្លៃបន្ទប់ឲ្យត្រឹមត្រូវអស់ហើយយើងមើលទៅតាមហ្នឹងមកហើយយើងមើលថ្ងៃណាដែលគាត់ page អញ្ចឹងយើងចុច page មកដើម្បីបញ្ចប់នេះតែគាត់ឲ្យលុយអញ្ចឹងនេះគឺជាវិក័យប័ត្រឲ្យគាត់ page រួចរាល់អញ្ចឹងយើងបានជាវិក័យប័ត្រមួយដែរយើងអាចចុច print ទៅដើម្បី print អញ្ចឹង exit ដើម្បីចេញមកក្រៅអញ្ចឹងយើងមើលមកនេះមានសញ្ញា tick មានន័យថាគាត់បាន pay ឬក៏បង់យើងរួចរាល់ហើយអញ្ចឹងតកតងជាមួយនឹងនេះគឺជាកន្លែងដែលមានន័យថាគាត់មកនៅជាអ្នកថ្មីហើយសម្រាប់អ្នកចាស់វិញអញ្ចឹងសម្រាប់អ្នកចាស់យើងធ្វើអញ្ចឹងដូចគ្នាយើងធ្វើអញ្ចឹងដូចគ្នាគ្រាន់តែថាកន្លែងនេះយើងអាចបំពេញទៅតាមជាក់ស្ដែងនេះយើងចេញមើលនេះលេខទឹកចាស់ឧទាហរណ៍ឈ្មោះនេះមួយទៀតទៅចុះអញ្ចឹងយើងចូលមកយើងមើលលេខទឹកចាស់របស់គាត់ប្រមាណ105អញ្ចឹងខែហ្នឹងគាត់ប្រើអង្គ110អញ្ចឹងទៅអញ្ចឹងយើងដាក់110អញ្ចឹងមកចានេះយើងដាក់105អញ្ចឹងទៅ105យើងដាក់ប៉ុណ្ណឹងមកហើយយើងអាចចេញជាវិក័យប័ត្របានអញ្ចឹងមានន័យថាក្នុងខែហ្នឹងគាត់ប្រើទឹកអស់5គីឡូភ្លើងក៏អស់5គីឡូដែរអញ្ចឹងយើងចេញជាវិក័យប័ត្រឲ្យគាត់មកនេះអញ្ចឹងតើតោមួយកន្លែងហ្នឹងនេះវានឹងចេញមកទាំងអស់ហើយថានេះថ្លៃទឹកគាត់ប្រើអស់ចំនួនប្រមាណថ្លៃភ្លើងហ្នឹងប្រើអស់ចំនួនប្រមាណនៅកន្លែងហ្នឹងយើងទៀងទាត់មើលមកអញ្ចឹងមានសវិផ្សេងទៀតអត់អញ្ចឹងខែហ្នឹងគាត់ត្រូវបង់អស់បង់ទាំងអស់ហ្នឹងគឺ$70អញ្ចឹងអាហ្នឹងគឺយើងចេញវិក័យប័ត្រឲ្យគាត់តែម្ដងដល់ពេលដែលគាត់មកបង់គឺយើងត្រូវធ្វើបែបនេះដូចគ្នាអញ្ចឹងគឺយើងចុច page នេះមកហើយយើងទៀងទាត់មកថាគាត់បង់ឲ្យគេខ្លះអញ្ចឹងខែហ្នឹងមានតែគាត់បង់តែបើសិនជាគាត់បង់ខ្លះមានន័យថាគាត់បង់ខ្លះហ្នឹងគាត់បង់តែថ្លៃបន្ទប់ទេថ្លៃទឹកថ្លៃភ្លើងគាត់អត់ទាន់បង់ទេអញ្ចឹងយើងត្រូវធ្វើបែបណាគឺយើងត្រូវមើលកន្លែងនេះមកសឹបអញ្ចឹងអានេះគឺថ្លៃបន្ទប់ថ្លៃ deposit ហើយនេះមានន័យថាកន្លែងទឹកឲ្យគាត់ត្រូវបង់អញ្ចឹងបើសិនជាគាត់អត់ទាន់បង់ទេកន្លែងហ្នឹងយើងដាក់0ហើយកន្លែងនេះក៏យើងដាក់0ដែរបើសិនជាភ្លើងគាត់អត់ទាន់បង់ដូចគ្នាអញ្ចឹងយើងដាក់ប៉ុណ្ណឹងមកមានន័យថាគាត់នៅជាពាក្យយើងថ្លៃទឹកថ្លៃភ្លើងគាត់អត់ទាន់ pay ដល់ទេអញ្ចឹងយើងចុច pay ចេះមកអញ្ចឹងលុយដែលយើងត្រូវទទួលបាននេះមានន័យថាគាត់លុយដែលសរុបដែលត្រូវគាត់បង់គឺ70ប៉ុន្តែគាត់បង់តែ65ទេអញ្ចឹងគាត់នៅជាពាក់$5នៅយើងទៀតអញ្ចឹងព្រោះដោយសារគាត់ជាពាក់ថ្លៃទឹកថ្លៃភ្លើងអញ្ចឹងគាត់យើងអាចចាញ់នេះនៅកន្លែងនេះវាសូដែរអញ្ចឹងដើម្បី pay បើសិនជាគាត់មកបង់ថ្លៃទឹកថ្លៃភ្លើងនឹងទៀតយើងគ្រាន់តែចូលមកចុច pay ហ្នឹងមកហើយទៀងទាត់ថ្លៃទឹកថ្លៃភ្លើងគឺអូខេហើយហ្នឹងហើយអញ្ចឹងតកតងជាមួយនឹងកន្លែង collection មានន័យថាកន្លែង rental collection នេះគឺយើងត្រូវតកតងជាមួយនឹងការចេញបងឬក៏បងលុយគាត់មក pay đấyគឺយើងត្រូវមើលនៅកន្លែងហ្នឹងទាំងអស់អញ្ចឹងណាអញ្ចឹងបន្តទៅមុខទៀតតកតងជាមួយនឹងកន្លែងនេះអញ្ចឹងតកតងមួយកន្លែងនេះមានន័យថាយើងjournal entry នេះមានន័យថាកន្លែងដែលយើងកត់ការចំណាយផ្សេងនៅកន្លែងបន្ទប់ជួលរបស់យើងណាអញ្ចឹងយើងត្រូវធ្វើបែបណានៅក្នុងហ្នឹងគឺយើងគ្រាន់តែចូលមកយើងអាចដាក់ជាថ្ងៃខែណាដែលយើងត្រូវចាញ់ហ្នឹងយើងដាក់ note បន្ថែមមកឧទាហរណ៍ថាយើងបង់ទៅលើអីមួយអញ្ចឹងទៅយើងអាច note បន្ថែមនៅកន្លែងហ្នឹងហើយកន្លែងនេះឧទាហរណ៍ថាយើងបង់ទៅលើអ៊ីនធឺណិតយើងដាក់អ៊ីនធឺណិតមកលុយចំនួនប្រមាណអ៊ីនធឺណិតដល់$50យើងដាក់50អញ្ចឹងមកអញ្ចឹងបន្ទាប់ពីប៉ុណ្្នឹងមកយើងធ្វើអីរួចរាល់ហើយយើងចុច save បានហើយបើសិនជាយើងអត់ note អីទៀតទេអញ្ចឹងម្នាក់យើងបង់នេះយើងបង់អ៊ីនធឺណិត
នៅក្នុងថ្ងៃហ្នឹង$50ហ្នឹងហើយអញ្ចឹងពាក់តមួយចំណុចកន្លែងហ្នឹងដូចជាមានប៉ុណ្ណឹងហើយយើងចូលបន្តទៅមុខទៀតឥឡូវគឺយើងបានធ្វើអីរួចរាល់អស់ហើយអញ្ចឹងយើងបន្តទៅមុខទៀតតាក់ទងជាមួយនឹង report តែម្ដងអញ្ចឹងតាក់ទងមួយ report នៅក្នុងហ្នឹងវាមានច្រើនដែរអញ្ចឹងយើងសូមម្ដងមួយអញ្ចឹងតាក់ទងជាមួយនឹង report ទី1នេះតាក់ទងជាមួយនឹង estimate revenue មានន័យថាលុយដែលនឹងទទួលបាននៅក្នុងខែហ្នឹងមានចំនួនប្រមាណទៅតាមបន្ទុកនីមួយៗណាថាយើងនឹងទទួលបានចំនួនប្រមាណហ្នឹងគ្រាន់តែវាបានស្មានថាយើងនឹងអាចទទួលបានចំនួនប្រមាណទេអញ្ចឹងយើងមើលទៅតាមហ្នឹងមកអញ្ចឹងបន្ទុកមួយនេះគេត្រូវ total $65អញ្ចឹងយើងមើលទៅតាមហ្នឹងនេះសរុបទាំងអស់តែម្ដងអាហ្នឹងគឺប៉ុណ្ណឹងហើយក្នុងហ្នឹងក៏យើងអាច filter បានដែរថាយើងចង់មើល last month this month ឬក៏យើង custom អីយើងចង់មើលខែណាក៏បានដែរអញ្ចឹងបន្តទៅមុខទៀតតកតងជាមួយនឹង rental collection អញ្ចឹង rental collection មានន័យថាលុយដែលយើងទទួលបានតែម្ដងមិនមែនលុយដែលគេបង់ណាបង់សរុបទាំងអស់ដែលយើងសរុបទាំងអស់ហ្នឹងទទួលបានចំនួនប្រមាណខាងលើនេះ revenue នេះមានន័យថា estimate revenue នេះមានន័យថាលុយដែលយើងនឹងត្រូវទទួលបានប៉ុន្តែគាត់មិនមែនបង់ទេគឺត្រូវទទួលបានគ្រាន់តែ system វា estimate ឲ្យយើងថាយើងនឹងទទួលបានប្រមាណនៅក្នុងខែហ្នឹងហើយតទៅជាមួយនឹង rental collection នេះមានន័យថាលុយដែលយើងទទួលបានមកមានន័យថាលុយដែលគេ paid ឲ្យយើងណាលុយដែលគេត្រូវបង់ទាំងអស់ហ្នឹងតាមបន្ទុកនីមួយៗហ្នឹងគេបង់ឲ្យយើងអញ្ចឹងលុយហ្នឹងលុយដែលយើងទទួលបានតែម្ដងអញ្ចឹងនៅក្នុងហ្នឹងមានចំនួនប្រមាណនៅក្នុងហ្នឹងវាមានសរុបប៉ុណ្ណេះអញ្ចឹងទៅតាមជាក់ស្ដែងយើងមើលទៅតាមហ្នឹងណាហើយតទៅជាមួយនឹងកន្លែងហ្នឹងគឺយើងចូលមកយើងអាច print នេះបានដូចគ្នាយើងគ្រាន់តែចុចកន្លែង print នេះមកយើងអាច print ចេញមកបានដូចគ្នាអញ្ចឹងតទៅជាមួយនឹងខាងមុខនេះតទៅជាមួយនឹង report receivable account receivable មានន័យថាលុយដែលគេនៅជាពាក់មានន័យលុយដែលគេអត់ទាន់បង់អីចឹងគឺវាមាន load នៅកន្លែងហ្នឹងអញ្ចឹងតទៅមួយកន្លែងនេះមានន័យថាលុយជាពាក់តាំងពីខែមុនមកនោះពីខែមុនមកយើងបិទបញ្ជីទៅមានលុយជាពាក់ពីខែមុនមកចំនួនប៉ុណ្ណេះអញ្ចឹងនៅក្នុងខែហ្នឹងក៏មានដែរតទៅជាមួយនឹងការជាពាក់យើងមើលមកនេះលុយជាពាក់របស់គាត់ជាពាក់សរុបទាំងអស់ចំនួនប្រមាណអញ្ចឹងតែនៅកន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងយើងមើលទៅតាមហ្នឹងកន្លែងហ្នឹងវា detail តទៅជាមួយនឹងលុយជាពាក់ឲ្យយើងមើលអញ្ចឹងទាំងអស់ហ្នឹងនៅកន្លែងហ្នឹងអញ្ចឹងបន្តទៅមុខទៀតតទៅជាមួយនឹងកន្លែងនេះមានន័យថាគេដែលមិនទាន់ paid នៅក្នុងខែហ្នឹងមាន report ដែលគាត់អត់ទាន់តទៅជាមួយនឹងលុយដែលគេអត់ទាន់ឲ្យថាក្នុងខែហ្នឹងគេអត់ទាន់ឲ្យលុយហ្នឹងចំនួនប្រមាណហើយយើងមើលទៅតាមនឹងជាក់ស្ដែងមកនៅក្នុងហ្នឹងវាជាលក្ខណៈ report អញ្ចឹងយើងមើលមកវាចេញមកជាតាមបន្ទុកមួយណាបន្ទុកណាខ្លះដែលនៅជាពាក់យើងគឺយើងមើលមកកន្លែងហ្នឹងមានន័យថាគាត់អត់ទាន់ឲ្យលុយយើង unpaid អញ្ចឹងតទៅមួយនៅខាងមុខទៀតតទៅជាមួយនឹង report មួយនេះអញ្ចឹងតទៅជាមួយនឹង report មួយនេះតទៅជាមួយនឹងថាទឹកភ្លើងដែលតាមបន្ទប់នីមួយៗដែលគាត់បានប្រើប្រាស់ណាអញ្ចឹងយើងអាចមើលនៅក្នុងខែហ្នឹងអញ្ចឹងបន្ទប់មួយហ្នឹងគាត់ប្រើទឹកឬក៏ប្រើភ្លើងអស់ចំនួនប្រមាណអញ្ចឹងយើងអាចមើលនៅកន្លែងហ្នឹងបានអញ្ចឹងវាចេញមកនេះសរុបភ្លើងអស់20គីឡូទឹកអស់8គីបអីអញ្ចឹងទៅតាមជាក់ស្ដែងយើងមើលទៅតាមហ្នឹងបានហើយបន្តទៅមុខទៀតតទៅមួយ deposit អញ្ចឹង deposit មានន័យថាលុយកក់អញ្ចឹងលុយកក់ដែលយើងទទួលបាននៅក្នុងខែហ្នឹងទីស្មានហ្នឹងមានប្រមាណអញ្ចឹងទៅអញ្ចឹងយើងមើលទៅតាមហ្នឹងតាមជាក់ស្ដែងអញ្ចឹងគេកក់ចំនួនប្រមាណបន្ទប់ណាខ្លះដែលបានកក់អញ្ចឹងយើងអាចមើលនៅកន្លែងហ្នឹងបានដូចគ្នាព្រោះយើងត្រូវទៀងទាត់ថាអ្នកដែល check in ហ្នឹងគាត់កក់លុយហើយគាត់មក check in នៅថ្ងៃណាក៏យើងអាចមើលនៅកន្លែងហ្នឹងបានដូចគ្នាអញ្ចឹងតើតោមួយទៅខាងមុខទៀតតើតោជាមួយនឹង expense ទៅលើការចំណាយកន្លែងដែលយើងកត់នៅកន្លែងនៅក្នុង journal entry នៅកន្លែងនេះមុនហ្នឹងគឺយើងវាចូលមក report ការចំណាយឬក៏ expense ហ្នឹងអញ្ចឹងការចំណាយផ្សេងគឺនៅក្នុងហ្នឹងអញ្ចឹងវាមានថ្លៃទឹកថ្លៃភ្លើងឲ្យតែយើងកត់គឺវានឹងលុយចូលនៅក្នុង report ហ្នឹងអញ្ចឹងយើងអាច filter បានជាន់ថ្ងៃគឺវាមានទាំងអស់ហ្នឹងកន្លែងហ្នឹងជាងអាច filter យកទៅ internet វានឹងចេញមកទៅ internet អញ្ចឹងទៅអញ្ចឹងចំណុចចុងក្រោយតើតោជាមួយនឹង financial statement គឺកន្លែងនេះតកតងជាមួយនឹង profit loss មានន័យថាការចំណាយផ្សេងទាំងអស់ទាំងការចំណាយទាំងចំណូលផ្សេងគឺមាននៅក្នុងកន្លែងហ្នឹងទាំងអស់លុយដែលយើងត្រូវទទួលបានឬក៏លុយដែលយើងត្រូវ return ទៅវិញក៏វាមាននៅក្នុងហ្នឹងដែរវានឹងសូយើងទាំងអស់ហ្មងគឺ profit and loss ចេញខាតអញ្ចឹងណាអញ្ចឹងនៅក្នុងខែហ្នឹងលុយដែលចូលមកទាំងអស់មានន័យថាបន្ទប់ដែលបង់មកទាំងអស់គឺមានចំនួនប្រមាណអញ្ចឹងលុយដែល deposit paid ហ្នឹងមានន័យថាមានចំនួនប្រមាណហើយនៅនេះតកតងជាមួយនឹងលុយថ្លៃផ្ញើម៉ូតូយើងបានប្រមាណអញ្ចឹងយើងមើលទៅតាមជាក់ស្ដែងមកគឺយើងសរុបបានប៉ុណ្ណេះហើយតកតងជាមួយនឹង deposit return deposit គឺយើងអត់មានទេគឺ0ហើយនេះតកតងជាមួយនឹងការចំណាយរបស់យើងគឺ internet អញ្ចឹងលុយកន្លែងនេះគឺលុយដែលយើងទទួលបានទាំងអស់មានន័យថាដកទៅលើការចំណាយដកទៅលើreturn deposit អញ្ចឹងយើងទទួលបានលុយប៉ុណ្ណេះ net income របស់យើងគឺបានប៉ុណ្ណេះហើយតកតងមួយកន្លែងនេះ net income វាយកមកបូកជាមួយនឹងលុយដែលជាពាក់មានន័យថាលុយដែលគេសងលុយដែលគេជាពាក់ពីខែមុនតែគេសងនៅក្នុងខែហ្នឹងអញ្ចឹងខែហ្នឹងគឺអត់មានអ្នកណាសងលុយយើងទេអញ្ចឹងវានៅ0ទៅតែអញ្ចឹងជាធម្មតាវាបូកចូលគ្នាវាចេញជាសរុបមួយទៀតហើយនៅកន្លែងនេះមានន័យថាអញ្ចឹងដល់ពេលដែលវាបូកសរុបហើយអញ្ចឹងវានឹងទទួលបាននៅកន្លែងនេះតើតើជាមួយនឹងលុយចំណេញរបស់យើងអ
ចឹងលុយចំណេញរបស់យើងគឺក្នុងខែហ្នឹងគឺយើងទទួលបានប៉ុណ្ណឹងហើយតើតើជាមួយនឹងនេះគឺវាសរុបតើតើជាមួយនឹងខែមុនអញ្ចឹងណាខែមុនដែលយើងខ្លុកមកគឺយើងបានប៉ុណ្ណឹងអញ្ចឹងវានឹងបូកចូលគ្នាទាំងពីរហ្នឹងយើងនឹងទទួលបានលុយសរុបទាំងអស់មកគឺនៅកន្លែងនេះអញ្ចឹងយើងចូលមកនៅក្នុងហ្នឹងហើយកន្លែងហ្នឹងយើងអាច filter បានដូចគ្នាយើងយកគាត់ទៅយក Disman ទៅបានហើយយើង filter អីរួចរាល់អស់ហើយអញ្ចឹងយើងទៀងទាត់អីគឺត្រឹមត្រូវអស់ហើយអញ្ចឹងយើងអាចខ្លុកបានហើយអញ្ចឹងយើងខ្លុកបានហើយអញ្ចឹងយើងទៀងទាត់មកអញ្ចឹងយើងខ្លុកមកយើងខ្លុកនៅថ្ងៃណាយើងខ្លុកជាធម្មតាគេខ្លុកនៅចុងខែអញ្ចឹងទៅអញ្ចឹងយើងទៀងទាត់មកលុយ credit មានលុយជាពាក្យទាំងអស់សល់ប៉ុណ្ណេះអញ្ចឹងយើងមើលមកអស់ហើយអញ្ចឹងយើងបិទនៅក្នុងខែណាយើងអាច comment បានដូចគ្នាអញ្ចឹងយើងចុច save មកគឺរួចរាល់ហើយអញ្ចឹងមានន័យថាឥឡូវនេះយើងបាន close មកហើយអញ្ចឹងលុយដែលចូលទាំងអស់ហ្នឹងគឺវានឹងចូលមកហើយទាំងលុយជាពាក្យឬក៏លុយអីផ្សេងគឺវានឹងបិទនៅក្នុងខែហ្នឹងវានឹងរាប់តទៅក្នុងខែទៅមុខបន្តទៅមុខទៀតអញ្ចឹងណាអញ្ចឹងតកតងជាមួយនឹងចំណុចនៅក្នុង system ទាំងអស់តកតងជាមួយនឹងចំណុចនៅក្នុង system ទាំងអស់គឺមានប៉ុណ្ណឹងបើសិនមានចម្ងល់អីអាចសាកសួរខាងយើងបានសូមអរគុណ